កថ្ងៃនេះគឺស្ពៃចង្កឹះឆាសាច់ជ្រូកជាមួយថ្លាមជ្រូករបៀបធ្វើគឺងាយស្រួលប្រើពេលរយៈពេលខ្លីសម្រាប់ចម្អិនចាប់ដើមហាន់ស្ពៃមានកាត់បានស្អាតលាងស្ពៃបានស្អាតហើយគឺយើងចាប់ដើមដាក់ប្រឡាក់សាច់ម្ហូបយើងយកមកធ្វើវាយកសាច់ទៅប្រឡាក់គ្រឿងមុនហើយយកមកធ្វើគឺមានរសជាតិឆ្ងាញ់ដាក់ប្រេងខ្យងចូលបន្តិចទឹកត្រីបន្តិចដាក់ប៊ីចេងចូលបន្តិចស្ករម្សៅស៊ុបទឹកស្អ៊ីវម្សៅឆាកូរឲ្យសព្វតោះមកយើងចាប់ផ្ដើមដាក់ខ្ទះលីងខ្ទឹមឲ្យឈ្ងុយទើបយើងចាប់ផ្ដើមចាក់សាច់ដែលយើងប្រឡាក់នោះចូលសាច់ជ្រូកនិងថ្លាមជ្រូកដាក់ឆាចូលគ្នាជាមួយខ្ទឹមឲ្យយើងបំពងនោះយើងបំពងយើងឈ្ងុយចាក់សាច់ចូលលីងចូលឲ្យបានសព្វទៅធ្វើការលីងចូលបានសព្វបន្ទាប់ពីសាច់យើងរៀងស្ងួតបន្តិចគឺយើងចាប់ដើមចាក់ទឹកចូលទឹកលាយើងនឹងចាក់ចូលបន្តិចទៅដើម្បីឲ្យសាច់នឹងរៀងឆ្អិនតោះមកយើងរងាស់សាច់ចោលរយៈពេល 4-5 នាទីឲ្យទឹករៀងស្ងួតទៅយើងចាប់ដើមធ្វើការដាក់បន្លែចូលឆាជាមួយសាច់រៀងសាបយើងធ្វើការដាក់ស្ករមួយបើចូលថែមតិចតោះមកចាក់ស្ពៃចូលឆាដើម្បីឲ្យចូលជាតិជាមួយសាច់បន្ទាប់ពីបន្លែរៀងគ្របចូលគ្នាបន្តិចមកគឺយើងចាប់ដើមត្រឡប់ឆ្វេងត្រឡប់ស្ដាំទៅដើម្បីឲ្យវាកាន់តែគ្របជាងនឹងតិចទៀតបន្លែនៅពេលយើងឆារៀងយូរទៅគឺមានរូបរាងបែបនេះគឺគ្របចូលគ្នាបែបនេះធ្វើការភ្លក់រសជាតិទៅបើសិនជាត្រូវរសជាតិនេះគឺចាប់ដើមបងស្លឹកខ្ទឹមជាការស្រេចម្ហូបឆ្អិនហើយខ្ញុំដាក់ស្លឹកខ្ទឹមចូលបន្ទាប់មកខ្ញុំត្រឡប់ទៀតគឺរួចជាការស្រេចម្ហូបមួយមុខនេះឆ្អិនហើយអរគុណសម្រាប់ការតាមដានវីដេអូរហូតដល់ចប់ដើម្បីទស្សនាវីដេអូថ្មីសូមជួយ Subscribe និងចុចសញ្ញាកណ្ដឹងជួបគ្នានៅមុខម្ហូបថ្មីតទៅទៀត